បុរសនោះបានចិញ្ចឹមក្រពើធំពីរក្បាលនៅក្នុងអាងហែទឹកដើម្បីចំណាយពេលរាល់ថ្ងៃគាត់តែងតែអញ្ជើញមិត្តភក្តិមកលេងពួកគេនឹងរីករាយដោយមើលការប្រណាំងក្រពើនៅក្នុងអាងទឹកថ្ងៃមួយពេលកំពុងឲ្យចំណីត្រីស្ត្រីនោះបានធ្លាក់ខ្សែដៃរបស់នាងចូលទៅក្នុងអាងដោយចៃដន្យដើម្បីធ្វើឲ្យនាងញឹមបុរសនោះបានស្នើដោយមិនខ្វល់ពីអ្វីដែលនាងគិត$50,000សម្រាប់អ្នករត់ទៅដើម្បីលោតចូលហើយយកវាមកវិញប៉ុន្តែតើអ្នកណានឹងប្រថុយខ្លាចជាអាហារពេលល្ងាចរបស់ក្រពើសម្រាប់$50,000ដូច្នេះបុរសនោះបានដំឡើងរង្វាន់ដល់$100,000នេះត្រូវបានលើដោយអ្នករត់ទៅម្នាក់ទៀតនាងបានទទួលយកការងារនោះភ្លាមបុរសនោះស្គាល់សម្លេងនាងភ្លាមវាជាមិត្តស្រីរបស់គាត់កាលពី1ឆ្នាំមុនបុរសនោះបានបាត់បង់ល្បែងនៃសេចក្តីពិតរហៀនគាត់ត្រូវតាមរកក្មេងស្រីម្នាក់ពីតំបន់អនាធិបតេយ្យដើម្បីបង្កើតឱកាសមួយគាត់បានរៀបចំការជួយសង្គ្រោះមួយក្មេងស្រីនៅក្នុងស្ថានភាពអាសន្នទោះជាយ៉ាងណាក៏ដោយភាពសប្បាយរីករាយដ៏គួរឲ្យអស់សំណើចរបស់គាត់មិនបានឈប់ដើម្បីធ្វើឲ្យស្ត្រីលងស្នេហ៍គាត់បានឲ្យតារាសម្ដែងវាគាត់ឲ្យសន្លប់ហើយធ្វើពុតជាខ្វិនចាប់តាំងពីថ្ងៃនោះមកក្មេងស្រីនោះបានយកចិត្តទុកដាក់យ៉ាងខ្លាំងសម្រាប់គាត់ថ្ងៃនេះគាត់បានរៀបចំផែនការជាមួយគ្រូពេទ្យម្ដងទៀតសម្រាប់ទង្វើថ្មីមួយគាត់នឹងឲ្យគ្រូពេទ្យប្រកាសថាសាច់ដុំកំភួនជើងបានរួញតូចហើយត្រូវការវះកាត់ជាបន្ទាន់ការវះកាត់នេះនឹងត្រូវចំណាយអស់$300,000សម្រាប់ស្ត្រីម្នាក់នេះប្រាក់$300,000គឺជាចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់តែចំពោះមិត្តប្រុសរបស់នាងវិញនាងបានអង្វរសុំឲ្យគ្រូពេទ្យអនុញ្ញាតឲ្យសម្រាប់2-3ថ្ងៃទៀតដូច្នេះគាត់អាចប្រមូលប្រាក់បានគ្រូពេទ្យបានងាកមើលបុរសនោះហើយបានយល់ព្រមតាមសំណើរបស់នាងក្រោយពីចេញពីមន្ទីរពេទ្យស្ត្រីរូបនោះបានមើលថែខ្លួនយ៉ាងល្អរបស់គាត់ជារៀងរាល់ថ្ងៃនាងបានធ្វើស៊ុបត្រីឲ្យគាត់ដើម្បីស្ដារឡើងវិញកម្លាំងពេលឃើញគាត់ផឹកស្លាបព្រានាងបានសន្យាថានាងនឹងប្រមូលបានគ្រប់គ្រាន់សម្រាប់ការវះកាត់គឺដូច្នេះបុរសនោះក៏ចាប់ផ្ដើមសរសេរដោយសម្ងាត់ស្គ្រីបថ្មីគាត់បានអះអាងថាវាគឺជាពីការភាពរបស់គាត់ដែលបណ្ដាលឲ្យស្ត្រីនោះបាត់បង់ឱកាសសិក្សាផ្លាស់ប្ដូររបស់នាងប៉ុន្តែតាមពិតទៅមានតែការដោះដូរមួយប៉ុណ្ណោះកន្លែងសិស្សគាត់បានរក្សាស្ត្រីនោះឲ្យនៅចិត្តដូច្នេះពន្លឺព្រះច័ន្ទពណ៌អាចជំនួសនាងបានស្ត្រីនោះដោយមិនដឹងខ្លួននៅតែព្រួយបារម្ភអំពីការក្លាយជាមនុស្សអាក្រក់សម្រាប់ការងារក្រៅម៉ោងរបស់នាងនាងបាននិយាយលាបុរសល្អបំផុតនៅក្នុងភ្នែករបស់នាងបន្ទាប់ពីនាងចេញទៅបុរសនោះបានលាបត្រដាងឲ្យរបស់គាត់ដោយចៃដន្យជើងគាត់បានសម្លឹងមើលមិត្តស្រីរបស់គាត់នៅជាន់ក្រោមដោយពិចារណាថាតើដើម្បីយកកង់រួមគ្នាដើម្បីសន្សំប្រាក់$2-3ស្នាមញញឹមពេញចិត្តមួយបានលេចឡើងនៅលើមុខរបស់គាត់ពួកគេបានជួជាន់ទាំងមូលបន្ទប់ផ្សេងទៀតត្រូវបានកាន់កាប់ដោយអ្នកមានរបស់គាត់មិត្តភក្តិពួកគេកំពុងមើលការសម្ដែងដ៏អស្ចារ្យរបស់គាត់តាមរយៈការឃ្លាំមើលហើយភាពក្រអឺតក្រទមរបស់បុរសនោះបានកើនឡើងជាមួយនឹងការសិក្សារបស់គាត់នៅពេលនេះបុរសនោះបានស្គាល់មិត្តស្រីរបស់គាត់ធ្វើការរហូតដល់ពាក់កណ្ដាលអធិជារៀងរាល់យប់ដូច្នេះគាត់ក៏ប្រញាប់ដូរសម្លៀកបំពាក់ដើម្បីចេញទៅក្រៅជាមួយមិត្តភក្តិរបស់គាត់ពេលអ្នកដទៃចំអកឲ្យគាត់ថានៅតែពាក់អាវនោះខ្សែដៃថោកដែលមិត្តស្រីរបស់គាត់បានឲ្យគាត់ក៏ប្រញាប់ប្រញាល់ទៅបានយកវាចេញប៉ុន្តែពេលគាត់ហៀបនឹងចាក់ចេញភ្លាមគាត់ចាំថានាងសំនឹងទទួលបានវាដោយការអធិស្ឋានសម្រាប់វានៅក្នុងវត្តមួយគាត់បានដាក់ខ្សែដៃនោះចូលក្នុងហោប៉ៅរបស់គាត់ដោយស្ងៀមស្ងាត់ស្ត្រីនោះឈរនៅចំណតឡានក្រុងហើយសម្លឹងមើលចុះក្រោមនាងបានឃើញការជូនដំណឹងសម្រាប់ការបរិច្ចាគគូឆ្អឹងជាមួយនឹងប្រាក់រង្វាន់ចំនួន$20,000នាងបែរខ្លួនហើយដើរឆ្ពោះទៅមន្ទីរពេទ្យគ្រូពេទ្យបានព្រមាននាងកុំឲ្យយកនាងទៅមុខរបួសសើមឬត្រជាក់បន្ទាប់ពីការវះកាត់ដោយខ្សោយនាងបានផ្អៀងលើរបាំងដើម្បីសម្រាកមិនយូរប៉ុន្មានប្រាក់ចំនួន$20,000ត្រូវបានបញ្ចូលទៅក្នុងនាងដកដង្ហើមធំដោយគិតថាថ្លៃព្យាបាលស្ទើរតែអស់ហើយគ្រប់ដណ្ដប់នៅពេលនោះសារមួយពីមិត្តរបស់នាងបានមកដល់វានិយាយថាគ្រួសារអ្នកមានត្រូវការអ្នករត់ទៅម្នាក់សម្រាប់$800សម្រាប់មួយយប់ដោយមិនស្ទាក់ស្ទើរនាងបានទទួលយកការងារនោះអ្វីដែលនាងមិនដឹងនោះគឺថាម្ចាស់នៃវិមានដែលនាងនឹងទៅគឺមិត្តប្រុសពិការរបស់នាងទីបំផុតស្ត្រីនោះក៏ដួលសន្លប់ប៉ុន្តែដោយកម្លាំងចុងក្រោយរបស់នាងបានបញ្ជូនគាត់សារមួយដែលរំលឹកគាត់ឲ្យញ៉ាំអាហារឲ្យទាន់ពេលវេលាទន្ទឹមនឹងនេះបុរសនោះកំពុងរៀបចំពិធីស្វាគមន៍នៅផ្ទះពិធីជប់លៀងសម្រាប់ពន្លឺព្រះច័ន្ទពណ៌របស់គាត់បានបង្ហាញខ្សែតម្លៃ$3,000,000ជាអំណោយបន្ទាប់មកគាត់នឹងភ្ញៀវបានទៅអាងហែទឹកដើម្បីមើលក្រពើពីក្បាលរបស់គាត់ពេលកំពុងចិញ្ចឹមពួកវាពន្លឺព្រះច័ន្ទពណ៌ស្បានធ្លាក់មកដោយចៃដន្យខ្សែដៃរបស់នាងឃើញបែបនេះបុរសនោះក៏ទាញវាចេញដោយចៃដន្យលុយមួយដុំរួចប្រគល់វាទៅឲ្យអ្នករត់ទៅដើម្បីយកវាមកវិញពេលគ្មានអ្នកណាឆ្លើយតបគាត់ក៏បន្ថែមមួយចុងទៀតស្ត្រីនោះដឹងថានេះជាក្តីសង្ឃឹមរបស់នាងបំពេញថ្លៃវះកាត់នាងបានយល់ព្រមធ្វើវាភ្លាមពីសម្លេងនោះភ្លាមបុរសនោះមានអារម្មណ៍មិនស្រួលបន្តិចសង្ស័យប៉ុន្តែគំនិតរបស់គាត់ត្រូវបានរំខានដោយពណ៌សៀករបស់ពន្លឺព្រះច័ន្ទមិត្តភក្តិទាំងអស់បានទាញស្ត្រីនោះត្រឡប់មកវិញយ៉ាងណាមិញគាត់ទើបតែវះកាត់រួចហើយមិនអាចចូលទៅក្នុងទឹកបានទេស្ត្រីនោះបានងក់ក្បាលនាងសន្យាថានឹងរៃអង្គាសប្រាក់សម្រាប់គាត់ការវះកាត់នាងបានប្រាប់ពួកគេឲ្យបោះសាច់នោះទៅឆ្ងាយជាងនេះឆ្ងាយដរាបណាក្រពើទាំងនោះបែរមកនាងក៏នឹងលោតចូលទៅក្នុងអាងដើម្បីយកមកវិញខ្សែដៃមនុស្សនៅលើច្រាំងបានចំអកឲ្យនាងដោយនិយាយថាបើនាងខ្លាចពេកនាងមិនគួរយកវាទេស្ត្រីនោះបានដាក់ទូរស័ព្ទចុះដោយស្ងប់ស្ងាត់ហើយគប់សាច់មួយដុំចូលទៅក្នុងអាងពេលក្រពើហែចេញភ្លាមនាងក៏លោតចូលភ្លាមប៉ុន្តែក្រពើលាក់ខ្លួនមួយក្បាលទៀតបានចាប់នាងជាប់មនុស្សនៅលើឆ្នេរបានបង្ហាញទឹកមុខរីករាយមិត្តភក្តិរបស់នាងបានព្យាយាមគូររូបក្រពើដោយអស់សង្ឃឹមការយកចិត្តទុកដាក់ឆ្ងាយនៅនាទីចុងក្រោយនាងបានប៉ះខ្សែកនៅបាតអាងក្នុងពេលជាមួយគ្នានោះបុរសនោះនៅតែឆ្លើយតបដោយស្ងប់ស្ងាត់ថាសាររបស់នាងបន្ទាប់មកគាត់បានឮសំឡេងទូរស័ព្ទដែលធ្លាប់ស្គាល់រត់នៅលើវាជាសំឡេងរត់ដែលគាត់បានកំណត់សម្រាប់នាងគាត់ប្រញាប់ចុចទៅលេខរបស់នាងប៉ុន្តែខ្សែនោះនៅស្ងៀមគាត់បានសម្រាប់ដោយគិតថាគាត់ប្រហែលជាបានស្ដាប់ខុសនៅពេលនោះស្ត្រីនោះបានក្រោកឡើងនៃអាងទឹកនាងកាន់ខ្សែកនោះហើយទាមទារឲ្យគេសងប្រាក់ដោយថានាងកំពុងប្រឈមមុខនឹងគាត់ដើម្បីទាមទារប្រាក់$100,000បុរសនោះលោតឡើងហើយក្របាំងមុខរបស់គាត់ចេញដោយនិយាយថាគាត់មិនដែលឃើញអ្នកណាថោកទាបយ៉ាងនេះទេពាក្យសម្ដីរបស់គាត់បានចាក់ទម្លុះបេះដូងស្ត្រីអ្នកដែលគាត់ធ្លាប់លះបង់គ្រប់យ៉ាងដើម្បីគឺជាមនុស្សដូចគ្នាដែលបានរុញគាត់ចូលទៅក្នុងអាងក្រពើហើយនាងគ្រាន់តែជាប្រដាប់ក្មេងលេងនៅក្នុងល្បែងរបស់គាត់កំពុងមើលគាត់និងស្ត្រីមានល្បិចក៏កំពុងលងលោមគ្នាទៅវិញទៅមកនាងបានដឹងថាគាត់មិនដែលស្រឡាញ់គ្នាទេនាងនៅពេលនោះបុរសនោះបានប្រគល់ប្រាក់$3ដោយចៃដន្យលៀនទៅកាន់ពន្លឺព្រះច័ន្ទពណ៌ស្ដោយប្រាប់នាងឲ្យប្រើវាដើម្បីទិញខ្សែថ្មីហើយស្ត្រីម្នាក់ដែលប្រថុយជីវិតរបស់នាងដើម្បីយកវាមកវិញគាត់បានបោះវាត្រឡប់ទៅវិញដោយចៃដន្យនាងដោយអះអាងថាវាគ្រាន់តែជាព័ត៌មានជំនួយសម្រាប់នាងស្ត្រីនោះស្រាប់តែនឹកឃើញដល់ខ្សែដៃតម្លៃ$15របស់នាងអតីតមិត្តប្រុសបានផ្ដល់ឲ្យនាងមានអារម្មណ៍រីករាយជាខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយតែខ្សែដៃនេះដែលស្ទើរតែធ្វើឲ្យនាងបាត់បង់ជីវិតវាគ្មានអ្វីក្រៅពីសម្រាប់គាត់ទេនារីម្នាក់និយាយថានាងលែងចង់បានទៀតហើយដោយសារតែនាងមានអារម្មណ៍ក៏ដោយប៉ុន្តែបុរសនោះគិតថានាងគ្រាន់តែជាមិនបង្ហាញមុខគាត់បានធ្វើកាយវិការឲ្យដៃគូរបស់គាត់ចាប់នាងចុះហើយបង្ខំនាងឲ្យអន់ក្បាលហើយអរគុណគាត់ពេលនាងតស៊ូគាត់បានបន្ថែមដោយត្រជាក់ថាគាត់ចង់ឬសំឡេងក្បាលនាងធ្លាក់ដល់កម្រាលឥតសេចក្តីថ្លៃថ្នូររបស់នាងត្រូវបានបំផ្លាញប៉ុន្តែអ្វីដែលនាងទទួលបានគឺសំណើចពីបន្ទប់មិត្តម្នាក់បានរំលឹកនាងដោយស្ងាត់ថានាងធ្លាប់ទើបតែវះកាត់ដើម្បីជួយគាត់ជាមួយថ្លៃសេវាវិជ្ជសាស្ត្រប៉ុន្តែបុរសនោះគ្រាន់តែចំអកឲ្យនាងដោយនិយាយថានាងប្រហែលជាអាក្រក់ណាស់ដែលគ្មាននរណាម្នាក់ចង់បាននាងដូច្នេះនាងត្រូវប្រើខួរឆ្អឹងការបរិច្ចាគដើម្បីផ្គប់ចិត្តគាត់មានទំនុកចិត្តគាត់ក៏ក្រោកឈរឡើងដើម្បីមើលថានាងពិតជាអាក្រក់មែនប៉ុន្តែនៅពេលដែលរបាំងមុខត្រូវបានហែកចេញខ្យល់បានកកហើយបុរសនោះនឹងសោកស្ដាយវាសម្រាប់រយៈពេលដែលនៅសល់នៃជីវិតរបស់គាត់